ចាប់ផ្ដើមនៅពេលនេះមកហើយឈៀងក៏បានរៀបរាប់នៅរឿងទាំងអស់ប្រាប់ទៅកាន់ឆៅកើថាគេគឺជាក្មេងកំព្រាកាលពីគេនៅក្មេងនោះគេក៏ទទួលរងនៅបណ្ដាសាមួយនៅថ្ងៃដំបូងនៃរដូវទាំង4បានឈានចូលមកដល់នៅពេលកណ្ដាលយប់ខ្ញុំនឹងចាប់ផ្ដើមបាត់បង់ស្មារតីអ្នកភូមិបាននិយាយថាខ្ញុំនឹងប្រែទៅជាបិសាចចាប់មនុស្សណាម្នាក់ដែលគេបានឃើញយកទៅស៊ីលឺចឹងឆៅកើក៏គិតតែម្នាក់ឯងចំតិចដោយមនុស្សជជកនៅក្នុងរឿងទៅរួយក៏សួរគេថាមានរឿងអ្វីបន្តគេក៏ប្រាប់ថាបន្ទាប់ពីនោះមកខ្ញុំបានជួបនៅអមតៈម្នាក់គាត់បានប្រាប់ខ្ញុំថាគាត់ក៏គ្មានវិធីដើម្បីដោះបណ្ដាសានេះដែរប៉ុន្តែគាត់ក៏បានប្រកល់នៅវត្ថុវេទមន្តមួយឲ្យខ្ញុំទោះវាមិនបានជួយអ្វីច្រើនក៏បានជួយឲ្យខ្ញុំគ្រប់គ្រងខ្លួនឯងបានខ្លះដែរហើយចាប់តាំងពីពេលនោះមកខ្ញុំក៏មិនដែលវាផានទៅកាន់នរណាម្នាក់ទេក៏ប៉ុន្តែលើកនេះវត្ថុនេះបានចេញនៅសកម្មភាពដោយខ្លួនឯងបន្ទាប់មកខ្ញុំក៏បានសន្លប់នៅពេលដែលខ្ញុំបានភ្ញាក់ដឹងខ្លួនវិញខ្ញុំបានស្ថិតនៅលើភ្នំខាងក្រោយបាត់ទៅហើយនៅពេលដែលខ្ញុំបានត្រឡប់មកភូមិវិញអ្នកភូមិក៏បានចោទប្រកាន់ខ្ញុំថាជាបិសាចដែលបានចាប់ក្មេងៗឆៅកើគិតបន្តិចក៏ថាមានមនុស្សបានដឹងពីឥតកំបាំងរបស់ឯងហើយឆ្លៀតឱកាសនៅពេលដែលឯងបាត់បង់ការគ្រប់គ្រងបន្តិចនោះគេក៏បានធ្វើនៅរឿងទាំងអស់នេះក៏ប៉ុន្តែហើយថេងគេគឺមិនដែលប្រាប់នៅរឿងទាំងអស់នេះទៅកាន់នរណាឡើយគាត់មិនចង់ប្រាប់នរណាម្នាក់ទេព្រោះតែពេលដែលគាត់ប្រាប់ទៅពួកគេនឹងបណ្ដេញគាត់ចេញពីភូមិជាមិនខានហើយខ្ញុំពិតជាមិនចង់រស់នៅឯកាតែម្នាក់ឯងឡើយឆៅកើក៏សរសើរម្នាក់នោះពិតជាឆ្លាតដែលបានរៀបគម្រោងទាំងអស់នេះទម្លាក់កំហុសទៅកាន់ហៃភីងរួចគាត់ក៏សុំមើលវត្ថុបុរាណដែលអមតៈម្នាក់នោះប្រគល់ឲ្យគេ80ម៉ោងក្រោយមកអ្នកទាំង4ក៏កំពុងតែប្រជុំគ្នាមើលទៅកាន់វត្ថុបុរាណមួយនោះតុងលីក៏សរសើរថាវត្ថុបុរាណនេះពិតជាមានថាមពលខ្លាំងណាស់អ្នកដែលមានថាមពលល្មមមិនអាចប៉ះពាល់វាបានទេហើយអ្នកដែលអាចធ្វើឲ្យវាសកម្មបានគឺជាមនុស្សដែលមានថាមពលខ្លាំងក្លាណាស់ជាពិសេសនោះគឺជាបិសាចលើបែបនេះគ្រប់គ្នាក៏មានការផ្ចាប់ផ្អើលហើយថេងក៏ដឹងហើយថានៅក្នុងភូមិគឺមានបិសាចហើយពេលនេះគេនឹងទៅប្រាប់មេភូមិកុំឲ្យយឺតពេកព្រោះតែខ្លាចបិសាចនេះមិនមែនចាប់តែក្មេងៗទេថែមទាំងសម្លាប់ទៅកាន់អ្នកភូមិទៀតតែឆៅកើក៏ប្រាប់គេកុំឲ្យបញ្ញាពេកអីបើគេគឺជាបិសាចមែនបានធ្លាក់ចូលអន្ទាក់របស់គាត់ហើយនៅពេលនេះត្រីចាប់ដើមស៊ីនុយបណ្ដាហើយខ្ញុំក៏ចង់ដឹងដែរថាគេហ៊ានស៊ីនុយមួយនេះដែរឬអត់បន្ទាប់មកសាច់រឿងក៏បានកាត់មកដល់ព្រៃមួយកន្លែងពីងពេនដ៏ធំមួយកំពុងតែផ្លាស់ទីយ៉ាងលឿនឆ្លងកាត់នៅព្រៃដ៏ជ្រៅទីបំផុតក៏បានចូលមកដល់រូងភ្នំមួយហើយនៅក្នុងនេះយើងក៏បានឃើញនៅតាចាស់ម្នាក់នោះដែរពីងពេនក៏យករបស់នេះទៅឲ្យគេហើយក្នុងនេះគឺជាទារកតាមពិតទៅអ្នកដែលនៅពីក្រោយរឿងនេះទាំងអស់គឺជាតាចាស់នេះសោះបន្ទាប់ពីយកក្មេងទុកហើយក៏និយាយតែម្នាក់ឯងថាក្មេងស្រីទាំងអស់នេះគឺជាអាហារដ៏ឆ្ងាញ់បំផុតនៅលើពិភពលោកមួយនេះហើយថ្ងៃនេះក៏មាននៅអាហារដ៏ឆ្ងាញ់មកបន្ថែមទៀតហើយរួចក៏បញ្ជានៅពីងពេនរបស់គេទៅចាប់សៀវឈូចង់យកនាងទៅជូនស្ដេចបិសាចនៅក្នុងពិធីបុណ្យព្រះច័ន្ទពណ៌ស្វាយនៅពេលដែលស្ដេចបិសាចពេញចិត្តហើយខ្ញុំប្រកាសជាអាចឡើងទៅឋានសួគ៌បានហើយខណៈពេលដែលគេដើរចាស់ចេញទៅនោះយើងក៏បានឃើញនៅរាងកាយពិតត្រូវបានគេចាប់មកទីនេះដូចគ្នាបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់កន្លែងសម្រាប់របស់ឆៅកើវិញហើយពិតជាដោយអ្វីដែលគាត់រំពឹងទុកមែនកញ្ចប់បិសាចគេពិតជាមិនអាចរងចាំបានទៀតទេនៅពេលនេះគេចាប់ផ្ដើមកំណត់គោលដៅលើសៀវឈូហើយមេភូមិក៏សួរតើវាពិតជាស្នាដៃបិសាចមែនគាត់ក៏ប្រាប់ថាពិតមែនហើយសត្វពេញពីនេះគឺជាសត្វដែលគេបានចិញ្ចឹមគេមិនចង់បង្ហាញមុខដោយផ្ទាល់ទើបគេបញ្ជូនវាមកពេលនេះគេប្រហែលជាលាក់ខ្លួននៅកន្លែងណាមួយហើយរួចក៏ប្រាប់មេភូមិឲ្យទៅសម្រាកសិនទៅថ្ងៃស្អែកគាត់នឹងនាំក្មេងៗត្រឡប់មកវិញឲ្យបានជាពិសេសនោះគាត់នឹងស្វែងរកមូលហេតុឲ្យឃើញតែតើនៅរឿងគេចាប់ក្មេងៗដល់បែបនេះមេភូមិក៏បានអន់គ្រប់ព្រមទាំងបានចាស់ចេញរីឯឆៅកើក៏នៅតែបន្តពិនិត្យមើលពីងពេងតុងលីក៏មកសួរបងប្រុសតើមានកម្រងធ្វើអ្វីបន្តឆៅកើក៏ប្រាប់ថាគាត់មានវិធីផ្ទាល់ខ្លួនរបស់គាត់ហើយស្របពេលនោះប្រពន្ធក៏បានលេចចេញមកបញ្ចេញនៅឱសថទឹកមួយបន្ទាប់ពីឆៅកើបន្តវាចូលទៅក្នុងភ្នែករួចគាត់ក៏អាចមើលថាមពលពីទិសដៅដែលវាបានមករួចក៏បានប្រាប់ឲ្យតុងលីនៅក្នុងភូមិនេះហើយដើម្បីការពារសៀវឈូទុកឲ្យគាត់ជាអ្នកទៅរកបិសាចដល់បែបនេះតុងលីក៏ប្រាប់គាត់ប្រយ័ត្នខ្លួនផងកាត់មកកាន់ឆៅកើនៅពេលដែលគាត់បានរត់តាមថាមពលនោះភ្លៀងក៏ចាប់ផ្ដើមធ្លាក់ហើយពិតជាដល់អ្វីដែលគាត់បានគិតមែនបិសាចនេះកំពុងតែស្នាក់នៅក្នុងរូងភ្នំបន្ទាប់ពីធ្វើដំណើរអស់ជិត80ម៉ោងឆៅកើក៏បានមកដល់ទីតាំងមួយឃើញពីងពីរក្បាលកំពុងតែដេកស្លាប់បើតាមគាត់មើលទៅវាបានប្រយុទ្ធជាមួយនឹងជើងខ្លាំងម្នាក់ហើយនៅឆ្ងល់ខ្លាំងណាស់តើនរណាទៅដែលបានសម្លាប់ពួកវារួចគាត់ក៏បានរត់ចូលទៅខាងក្នុងបន្តកាត់មកកាន់ខាងក្នុងឯនេះវិញឆៅកើដែលចូលបានបន្តិចក៏បីជាន់នៅក្បាលខ្មោចមួយស្របពេលនោះដែរតាចាស់នោះក៏បានបង្ហាញខ្លួនពិតជាដោយការរំពឹងទុកមែនថ្នាក់ដឹកនាំលូនៅតែអាចរកខ្ញុំឃើញឆៅកើក៏មានការផ្សាយផ្អើពិតជាតាចាស់ឯងមែនខ្ញុំសង្ស័យឯងតាំងពីយូរមកហើយឯងមែនទេជាអ្នកដែលចាប់ក្មេងៗប្រកល់ក្មេងៗមកបើមិនចង់ឲ្យក្បាលជ្រុះពីកលឿងចឹងក៏តបទៅវិញអាលអិតឯងពិតជាជឿជាក់ណាស់បងប្អូនស្រីឯងមកខ្ញុំប្រហែលជាភ័យខ្លាចបន្តិចតែឯងវិញគ្រាន់តែជាមនុស្សស្ថិតនៅកម្រិតទី1កាប៉ុណ្ណោះហ៊ានក្អេកក្អាងនៅមុខយើងថែមទាំងចង់ដណ្ដើមក្មេងៗពីយើងទៀតរួចក៏បានបញ្ជានៅពេញពេលរបស់គេឲ្យទៅសម្លាប់ឆៅកើហើយសាកសោវាស៊ីទៅខណៈពេលនោះឆៅកើក៏អាចគេចផុតបានព្រមទាំងតបទៅកាន់គេវិញអាយ៉ាកញ្ចាស់ទំពេកនេះហ៊ានមើលងាវខ្ញុំផងចាំមើលថ្ងៃនេះខ្ញុំនឹងវាយមុខតឯងឲ្យម៉ែអ្នកឯងមើលលេងស្គាល់តែម្ដងស្របពេលនោះដែរពេញក៏វាប្រហារគាត់ម្ដងទៀតតែឆៅកើអាចទប់ទល់បានវាក៏បានហោះ
ឡើងទៅខាងលើបាញ់នៅសម្បុកពីងពីងជាច្រើនរំពាត់ខ្លួនឆៅកើសូត្រពីងពីងនេះគឺមិនធម្មតាទេបើទោះបីជាឆៅកើខំប្រឹងរើប៉ុណ្ណាក៏មិនអាចរើរួចដោយបែបនេះក៏មានតែព្យាយាមហក់កិច្ចពីការវាយផារបស់វាចុះឡើងចុងក្រោយក៏ត្រូវបានវាវាយឲ្យខ្ទេតបុកនឹងសុទ្ធមួយប្រេះបាយខ្ទេចរីឯនៅក្នុងសុទ្ធនេះក៏ពោពេញទៅដោយកូនពីងពីងជាច្រើនខណៈពេលដែលពួកវាបានសម្ដៅមកកាន់គាត់នោះឆៅកើទីបំផុតក៏អាចរើរួចបន្ទាប់មកក៏មកចេញនៅបន្លាតកពីខាងលើនៅពេលដែលវាបានមកដល់នោះគាត់ក៏បានទម្លាក់មកក៏ធ្វើឲ្យវាបានដាច់នៅរាងកាយខ្ទេចរួចក៏មកចេញនៅបន្លាតកមួយទៀតគប់ទៅផ្ដាច់កពីងពីងលើនៅសល់ចុងក្រោយតែខណៈពេលដែលគាត់កំពុងតែខ្វះការប្រុងប្រយ័ត្ននោះក៏មាននៅពីងពីងមួយទៀតចង់ស្ទុះទៅខំគាត់ជាសំណាងល្អក៏មាននៅលំពែងមួយបានចាក់ទម្លុះរាងកាយវាជួយសង្គ្រោះគាត់តាន់ហើយកញ្ញាម្នាក់នឹងនាងក៏មានឈ្មោះថាជាងស៊ីនយៀននាងក៏បានដាស់តឿនឆៅកើថាបិសាចមិនទាន់ស្លាប់ទេកុំឲ្យខ្វះការប្រុងប្រយ័ត្នឲ្យសោះឆៅកើឃើញនាងភ្លាមក៏នឹកទៅដល់តេតកានាងគឺជាគ្រូរបស់គាត់នាងក៏បានប្រាប់ឆៅកើមើលទៅគ្រូសិស្សយើងពីរនាក់នេះបានបរាជ័យនៅថ្ងៃនេះហើយកូនសិស្សខ្ញុំនឹងនាំឯងចាស់ចែងពីទីនេះឲ្យបានចាប់ពីពេលនេះតទៅផ្លូវមួយនេះឯងត្រូវដើរតែម្នាក់ឯងហើយត្រង់នេះសិស្សនឹងក៏បានបញ្ជាក់ឲ្យច្បាស់ទេក៏ប្រហែលជានាងជាគ្រូនៅក្នុងហ្គេមចូលទៅកាន់សិស្សរឿងរបស់យើងវិញឆៅកើក៏បានអរគុណណែនាំខ្លួនរួចក៏សួរនាងថាខ្ញុំគួរហៅនាងបែបម៉េចស៊ីយៀនក៏បានណែនាំខ្លួនថានាងមកពីគ្រួសារជាងស៊ីយៀនរួចនាងក៏បានរំលឹកអំពីរឿងដែលនិកាយមកកំពុងតែទទួលសិស្សឆៅកើរៀងអេះអូនបន្តិចហើយក៏បានប្រាប់នាងបើទោះបីជាគាត់មិនបានចូលរួមសម្ព័ន្ធកម្ចាត់បិសាចក៏ដោយក៏ប៉ុន្តែគាត់នឹងខិតខំប្រមូលកម្លាំងទៅកម្ចាត់បិសាចតាមអ្វីដែលគាត់អាចធ្វើបានស្របពេលដែលអ្នកទាំងពីរកំពុងតែជជែកគ្នានោះតាចាស់នោះក៏បានបង្ហាញខ្លួននិយាយទៅកាន់អ្នកទាំងពីរថាកន្លែងគាត់មិនមែនជាហាងតែសម្រាប់អ្នកទាំងពីរជជែកគ្នាលេងទេបើពួកឯងចង់និយាយគ្នាណាទៅនិយាយជាមួយគ្នានៅឋាននរកទៅនិយាយរួចក៏បាននឹងចេញនៅតាមពលមកក៏ធ្វើឲ្យពីងពីងដែលពួកគេបានសម្លាប់បាននោះក៏បានបើកភ្នែកឡើងមកវិញអ្នកទាំងពីរក៏បានត្រៀមខ្លួននៅការប្រយុទ្ធរាតាចាស់នោះក៏បន្តនៅក្នុងរូបព្រំរបស់យើងពោពេញដោយពីងពីងនិងសរសៃសូត្រចុងព្រលឹងដែលមកពីពិភពក្រោមដីទាំង9កូនរបស់យើងគឺមានជីវិតអមតៈពួកឯងមិនអាចបំផ្លាញបានទេខ្ញុំសង្ឃឹមថាពួកឯងទាំងពីរអាចទប់ទល់បានយូរជាងនេះបើមិនចឹងទេវាគួរធុញពេកហើយលើបែបនេះឆៅកើក៏និយាយទៅកាន់ស៊ីយៀនពួកយើងជួបគ្នាគឺជាវាសនាហើយអ្វីពួកយើងមិនសហការគ្នាចាត់ការទៅកាន់គេទៅស៊ីយៀនលើកដាច់ហើយក៏យកប្រោមប្រាប់ឆៅកើបើមានគ្រោះថ្នាក់អ្វីមកពីក្រោយនាងមកនាងនឹងការពារគេបន្តមកការប្រយុទ្ធក៏បានចាប់ផ្ដើមពីងពីងមួយក៏បានស្ទុះទៅវាយឆៅកើតែគាត់ក៏អាចទប់ទល់បានរីឯស៊ីយៀនក៏បានដកឃ្លាទៅក្រោយយកអេឡង់បន្តិចបញ្ចេញនូវធម្មពលជាច្រើនវាយចូលទៅបើទោះបីជាបែបនេះក៏មិនអាចធ្វើអ្វីវាបានរួចក៏ចាប់ផ្ដើមក៏វានៅលំពែងរបស់នាងឆាច់ចាក់ទៅកាន់ភ្នែកពីងពីងបោកវាដេកស្អាតរីឯឆៅកើនៅម្ខាងទៀតក៏ចាត់ការវាបានដូចគ្នាតែពិតជាដូចអ្វីដែលតាចាស់នោះបាននិយាយមែនពីងពីងនេះគឺអមតៈមិនអាចសម្លាប់បានទេស៊ីយៀនចាក់ទៅកាន់ពីងពីងនោះម្ដងទៀតហើយក៏បានស្ទុះទៅរកតាចាស់នោះវិញម្ដងតែសមត្ថភាពរបស់គេក៏មិនណយដែរមួយរំពេចក៏បានបាត់ខ្លួនគណៈពេលនោះក៏មាននៅពីងពីងមួយក្បាលបានមកវាយប្រហារនាងតែឆៅកើក៏បានជួយសង្គ្រោះតាន់អ្នកទាំងពីរក៏និយាយព្រមគ្នាថារឿងកាយពិតមិននៅទីនេះទេទន្ទឹមនឹងនោះដែរពីងពីងដែលឆៅកើបានតោននៅលើនោះក៏បានរើរួចពេលនេះអ្នកទាំងពីរក៏ត្រូវបានវាឡោមព័ទ្ធចិត្តម្ដងទៀតឆៅកើក៏បានផ្ដោតកំណត់ឲ្យនាងបំផ្លាញនៅសម្បុកពីងពីងនេះស្ទើរទៅបើមិនដូច្នេះទេមិនអាចចាប់ការពីក្បាលនេះបានទេរួចក៏សួរនាងតើមានវិធីអ្វីអត់ស៊ីយៀនដាំមកតយហើយក៏ប្រាប់ថាប្រើភ្លើងគណៈពេលដែលពីងពីងទាំងពីរបានសង្គ្រោះមកនោះស៊ីយៀនក៏បញ្ចេញនូវធម្មពលភ្លើងចេញពីឃ្លោករបស់នាងវាយប្រហារចេញទៅធម្មពលដ៏សន្ធោសន្ធៅបានបំផ្ទុះគំទឹកទៅកាន់សំណាញ់ពីងពីងដែលនៅខាងលើខ្ទេចបន្តមកទៀតក៏បញ្ជាឲ្យឃ្លោករបស់នាងបញ្ចេញនូវរទេះឋានសួគ៌ទាំង9ធម្មពលរន្ទះដ៏ខ្លាំងក៏ចាប់ផ្ដើមខ្វាយទៅកាន់ពីងពីងទាំងពីរមួយសន្ទុះក្រោយពីងពីងទាំងពីរក៏បានដេកស្អាតអ្នកទាំងពីរក៏បន្តដំណើរទៅរកតាចាស់នោះខណៈពេលដែលបង្រងនឹងចាស់ចេញឆៅកើក៏ចាប់អារម្មណ៍នឹងអ្វីម្យ៉ាងបន្ទាប់មកសាច់រឿងក៏បានកាន់មកដល់ទីតាំងមួយកន្លែងទៀតនៅពេលដែលមកដល់ស៊ីយៀនក៏ចាប់អារម្មណ៍ស្ថានភាពនៅកន្លែងនេះសរសើរថែមទៀតថាកញ្ចាស់នេះពិតជាមានការប្រុងប្រយ័ត្នខ្លាំងណាស់ស្របពេលនឹងដែរអ្នកទាំងពីរក៏ចាប់អារម្មណ៍ទៅកាន់សម្បូរទាំងអស់នេះវាគឺពិតជាមានចំនួនច្រើនទន្ទឹមនឹងនោះដែរតាចាស់នោះក៏បានសោតមកយ៉ាងលឺនិយាយទៅកាន់ពួកគេថារបស់ដែលពួកឯងចង់បាននៅទីនេះហើយមូលហេតុដែលយើងមិនបានស៊ីពួកគេនោះគឺយើងចង់ទុកឲ្យស្ដាប់វិសាចនិយាយរួចក៏ប្រើលបឿនយ៉ាងលឿនស្ទុះមកខ្វាយឆៅកើមួយក្រញាំឆៅកើបើទោះបីជាអាចគេចផុតមែនប៉ុន្តែក៏រងរបួសបន្តិចដែរតាចាស់នោះក៏បាននិយាយបន្តថាក្មេងៗទាំងអស់នោះគេមិនអាចស៊ីបានមែនប៉ុន្តែអ្នកទាំងពីរមិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេស្របពេលនោះដែរប្រព័ន្ធក៏បានលើកចេញមកប្រាប់ប្រកាន់ឆៅកើថាតាចាស់នេះគឺជាសមាជិកវិសាចដែលមកពីវិមានប្រចាំពណ៌ស្វាយគេស្ថិតនៅកម្រិតទី3ឋានសួគ៌ទី5រីឯស៊ីយៀនវិញក៏ស្ថិតនៅកម្រិតទី3ឋានសួគ៌ទី5ដែរលើចឹងឆៅកើក៏គិតក្នុងចិត្តថាអ្នកទាំងពីរក៏មានអាណាចក្រដូចគ្នាក៏ប៉ុន្តែពីមួយខ្ញុំមិនជឿថាគេអាចឈ្នះបានទេបន្តមកគាត់ក៏ចាប់ផ្ដើមបញ្ចេញនូវធម្មពលសខ្មៅក៏រំដប់ជុំវិញទីនេះឃើញចឹងតាចាស់នោះក៏សរសើរអត់យើងមើលស្រាលឯងពេកហើយមនុស្សស្មានថាឯងមានអំណាចធម្មពលខាងវិញ្ញាណខ្លាំងក្លាបែបនេះសោះប្រាប់តាមប្រងមកឯងមកពីនិកាយណាដែរឆៅកើក៏ណែនាំខ្លួនម្ដងទៀតថាគាត់គឺជាឋានៈដឹកនាំនិកាយម៉ូគ្រាន់តែលើនិកាយម៉ូភ្លាមក៏បានសោតមក
យ៉ាងខ្លាំងអាឡឺតឯងគឺជាតកូលូមកពីនិកាយម៉ូមែនទេល្អណាស់ថ្ងៃនេះបើខ្ញុំអាចចាប់ឯងបានប្រកល់ទៅឲ្យស្ដេចបិសាចនោះខ្ញុំនឹងទទួលបានសមិទ្ធផលដ៏មិនគួរជឿហើយនិយាយរួចក៏បានបែងភាគបញ្ចេញនូវរូបរាងកាយជាច្រើនមកក៏ធ្វើឲ្យឆៅកើមានការភ្ញាក់ផ្អើលតែឆៅកើក៏នៅតែមិនខ្លាចក្រវីនៅដៃរបស់គាត់ឆាច់ស្ទុះទៅកាប់កំទេចនៅរាងកាយតាចាស់នោះអស់ពី3ដែលឡៃស៊ីយៀនក៏មិនណយដែរលំពេញពោពេញទៅដោយចំហាយភ្លើងកំទេចទៅកាន់រាងកាយតាចាស់នោះអស់ជាច្រើនខណៈពេលនោះដែរនាងក៏ចាប់អារម្មណ៍ទៅកាន់រាងកាយមួយដែលមានចំហាយធម្មពលខ្លាំងជាងគេហើយនេះប្រហែលជារាងកាយពិតរបស់គេហើយបន្ទាប់មកក៏ប្រើប្រាស់ល្បឿនលឿនកំទេចរាងកាយដែលនៅរាងមុខទោះទៅបំផ្លាញនៅរាងកាយដែលនាងសង្ស័យនោះតែក៏ចាប់អារម្មណ៍ដែរហើយថានេះគឺខ្លាំងទេព្រោះក៏ចង់ចូលទៅជួយឆៅកើតែក៏ត្រូវបានរាងកាយជាច្រើនទៀតមកទប់ទល់កាត់មកកាន់ឆៅកើណែវិញក៏នៅតែបន្តកាប់ដោយមិនប្រណីដៃតែស្របពេលនោះដែរក៏សត្វតែរាងកាយពិតបានបង្ហាញខ្លួនចាប់ច្បាច់កគាត់ជាប់គេក៏បាននិយាយទៅកាន់ឆៅកើក្មេងស្រីម្នាក់នោះខ្លាំងណាស់ក៏ប៉ុន្តែឯងវិញទន់ខ្សោយពេកហើយត្រឹមតែជាក្មេងស្ថិតនៅកម្រិតទី1ឋានសួគ៌ទី5ចង់ចាប់ឯងងាយស្រួលដូចចាប់មន់ចឹងតែឆៅកើក៏បានតទៅវិញឯងប្រកាសហើយមែនទេថាយើងស្ថិតនៅកម្រិតទី1និយាយរួចក៏ឲ្យប្រព័ន្ធដំឡើងកម្រិតរបស់គាត់ធម្មពលយ៉ាងខ្លាំងក្លាក៏បានបំផ្ទុះបំផើតាចាស់នោះចេញបន្ទាប់មកដកដៃរបស់គាត់តែបន្តិចខ្វាយតាចាស់នោះដល់លើជង្គង់ចុះស្របពេលដែលគេមិនទាន់បានត្រៀមខ្លួនផងនោះស៊ីយៀនក៏បានបង្ហាញខ្លួនមកម្នាក់ទៀតយកលំពេងរបស់នាងចាក់ទម្លុះខ្លួនគេជាកិច្ចបង្ហាញតែដល់ដំណាក់កាលនេះហើយតាចាស់នោះនៅតែមិនស្លាប់គេក៏នៅតែងើយឆ្ងល់មិននឹងអាចទៅរួចទៅមិនបានជាគេអាចទម្លុះកម្រិតបានស៊ូឆៅកើឯងធ្វើវាដោយរបៀបណាឆៅកើក៏តទៅវិញកញ្ចាស់ឯងមិនសមនឹងដឹងទេរួចក៏ឲ្យតាចាស់នោះប្រាប់មកថាស្ដេចបិសាចរបស់ឯងនៅឯណាហើយអ្វីបានជាគេប្រមូលផ្ដុំបិសាចទាំងអស់មកទីក្រុងឈីងចៅតែគេមានកំណងអ្វីលឿនចឹងតាចាស់នោះមិនប្រំប្រាប់ទេក៏បានសម្លាប់ខ្លួនទៅភ្លាមនោះឆៅកើក៏ហាក់បីដូចជាមិនស្រួលដោយសារតែគាត់រងរបួសស៊ីយៀនក៏សួរនាំគាត់តែក៏ធ្វើជាប្រស្អាតថាមិនអីទេបន្ទាប់មកឆៅកើក៏បាននាំក្មេងៗទៅឲ្យឪពុកម្ដាយរបស់គេវិញអ្នកភូមិក៏មានការសប្បាយចិត្តអរគុណទៅដល់លោកម្ចាស់លូរីឯតុងលីក៏បានរំលឹកឆៅកើដែលបានជួបជាមួយនឹងបងស្រីជាងហើយគេបានសហការគ្នាប្រយុទ្ធថែមទាំងបានឈានទៅដល់កម្រិតទី2ទៀតនាងពិតជាងើយឆ្ងល់ខ្លាំងណាស់មិនអាចទៅរួចទៅឆៅកើក៏បានអួតទៅកាន់ប្អូនស្រីរបស់គាត់តែម្ដងថាស្មោតភូមិនោះពិតជាអស្ចារ្យនៅពេលដែលត្រឡប់ទៅវិញចាំគាត់នឹងរៀបរាប់រឿងលម្អិតប្រាប់ទៅកាន់នាងស្របពេលនឹងដែរមេភូមិរួមទាំងអ្នកភូមិទាំងអស់ក៏បានមកធ្វើការគោរពប្រាប់ថាគុណបំណាច់នេះពិតជាធំធេងពេកហើយអ្នកភូមិទាំងអស់នឹងចងចាំអស់មួយជីវិតឆៅកើក៏ប្រាប់ពួកគាត់កុំឲ្យគួរសមពេកអីនេះគឺជាកាតព្វកិច្ចរបស់គាត់ទេបន្ទាប់មកពួកគេក៏បានធ្វើដំណើរត្រឡប់ទៅវិញនៅតាមផ្លូវឆៅកើក៏បបួលស៊ីយៀនទៅនិកាយរបស់គាត់ចង់សម្ដែងនឹងការអរគុណសង្ឃឹមថានាងមិនបដិសេធជាមួយនឹងខ្ញុំចុះលឿនចឹងស៊ីយៀនក៏ប្រាប់គាត់កុំឲ្យគោរពនាងខ្លាំងពេកអីស្របពេលនឹងដែរហៃថេងក៏បានមកធ្វើការលុតជង្គង់អរគុណទៅកាន់អ្នកទាំងពីរឆៅកើក៏ទៅតែនឹងចាប់អារម្មណ៍ថារាងកាយក្មេងម្នាក់នេះមាននឹងកម្លាំងអាត់កម្បាំងមួយនៅក្នុងនិកាយម៉ូធម្មពលយិនយ៉ាងក៏មានតិចណាស់ដូច្នេះហើយទៅជាមូលហេតុដែលមិនមានសិស្សប្រុសបន្ទាប់មកគាត់ក៏បានទទួលហៃថេងធ្វើជាសិស្សនៅក្នុងនិកាយម៉ូរបស់គាត់ពេលសម័យក្រោយមកអ្នកគ្រប់គ្នាក៏បានមកដល់និកាយម៉ូឆៅកើក៏រៀបចំនៅអាហារដើម្បីទទួលភ្ញៀវឆៅកើពិតជាដឹងនៅចំណងចំណូលចិត្តរបស់ស៊ីយៀនបានយកស្រាមួយទៅឲ្យនាងស៊ីយៀនបន្ទាប់ពីលើកដាច់ហើយក៏បានសរសើរថាវាពិតជាឆ្ងាញ់ឆៅកើក៏នឹកទៅដល់អតីតកាលនៅពេលដែលគាត់ជាមួយនឹងអ្នកគ្រូបានសម្លាប់ទៅកាន់បិសាចមួយហើយអ្នកទាំងពីរក៏បានផឹកស្រាមួយនេះជុំគ្នាកាន់មកកាន់បច្ចុប្បន្នវិញឆៅកើក៏ថាស្រាមួយកែវនេះជាអ្វីដែលខ្ញុំជំពាក់នាងហើយត្រង់នេះគ្មានអ្វីសំខាន់ទេគ្រាន់តែជាការជួបជុំគ្នាញ៉ាំអាហារតែប៉ុណ្្នឹងតែដោយសារតែសាច់រឿងខ្លីខ្ញុំក៏ចេះតែដាក់ទៅបន្ទាប់មកសាច់រឿងក៏បានកាប់មកដល់ពេលព្រឹកឆៅកើក្រោកមកកលេចទៅក៏បានបាត់នៅស៊ីយៀនបាត់ទៅហើយឆៅកើក៏បញ្ញាមកយកកំបិតដែលនាងទុកឲ្យសម្លេងរបស់នាងក៏បានប្រាប់ថានាងពិតជាចូលចិត្តស្រាដែលគេបានឲ្យនាងណាស់តែដោយសារតែនាងមានធរៈបន្ទាន់ទៅបង្ខំចិត្តចាចេញដល់មិនបានប្រាប់មុននៅពេលដែលអ្នកមានពេលខ្ញុំសង្ឃឹមថាអ្នកអាចមកទីក្រុងសុនជូសានម្ដងខ្ញុំនឹងយកស្រាល្អបំផុតរបស់ខ្ញុំពួកយើងនឹងផឹកជុំគ្នាក្រៅពីនេះរបស់ទាំងពីរនេះវាគឺជាត្រាប្រចាំពណ៌ស្វាយវាគឺជាអំណោយចុងក្រោយរបស់ខ្ញុំសម្រាប់អ្នកពួកយើងគឺជាអ្នកកាន់សាសនាតៅដូចគ្នាលោកប្រកាសជាអាចប្រើវាបានឆៅកើយករបស់នោះមកមើលហើយក៏ថាខ្ញុំប្រកាសជាទៅទីនោះបន្ទាប់មកសាច់រឿងក៏បានកាប់មកដល់ពេលយប់ឆៅកើក៏មកភ្នូបុព្វបុរសម្ដងទៀតហើយគាត់មកទីនេះក៏ចង់សួរបុព្វបុរសតែតងជាមួយនឹងត្រាប្រចាំពណ៌ស្វាយពីរនេះស្របពេលនឹងដែរធម្មពលដែលចេញពីផ្សែងធូបនេះក៏បានហោះមករុំព័ទ្ធរាងកាយឆៅកើអណ្ដែតឡើងទៅលើអាកាសវាក៏អាចឲ្យគាត់មើលឃើញការចងចាំតាចាស់បិសាចម្នាក់នោះនៅក្នុងការចងចាំរបស់គេគាត់ក៏បានមកគោរពទៅកាន់ឋានៈដឹកនាំទាំងពីររួចក៏បានប្រាប់ថាគ្រឿងដង្វាយបានរៀបចំរួចហើយសម្រាប់ពិធីបុណ្យព្រះច័ន្ទជីយ៉ោក៏បានរំលឹកគេឯងត្រូវតែចាំអ្នកទាំងអស់គ្នានោះគឺត្រូវតែជាមនុស្សបរិសុទ្ធនៅពេលដែលពិធីបុណ្យព្រះច័ន្ទពណ៌ស្វាយបានរួចរាល់ឯងនឹងទទួលបានរង្វាន់ជាមិនខានលឿនចឹងគេក៏មានការសប្បាយចិត្តរីឯឆៅកើក៏និយាយឡើងទីបំផុតយើងរកឯងឃើញហើយកំហឹងដែលយើងបានលាក់ទុកអរិយពេល10ឆ្នាំមកនេះយើងនឹងបញ្ចេញទៅលើឯងទាំងអស់កាន់មកកាន់និកាយម៉ូនេះវិញពាក់កណ្ដាលយប់ក៏ចាប់ផ្ដើមចូលមកដល់ហើយថេងដែលកំពុងតែសម្រាកនោះរាងកាយគេហាក់បីដូចជាមានអារម្មណ៍មិនស្រួលរួចក៏នឹកទៅដល់អតីតកាលនៅពេលដែលភូមិត្រូវបានបំផ្លាញគេក៏នៅតែនិយាយថា
គេមិនមែនជាភាសាទេតែទន្ទឹមនឹងនោះខ្សែរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់មុននឹងបញ្ចប់នៅវីដេអូនេះខ្ញុំមានរឿងនិយាយបន្តិចរឿងនេះគឺថា graphic វាស្អាតមែនប៉ុន្តែ sound effect ជាមួយនឹង animation មិនសូវធ្វើបានល្អទេបើតាមខ្ញុំសង្កេតមើលទៅដូចជាប្រើ AI ថែមទៀតតែបើជ្រុលជាសម្រាប់ហើយចឹងខ្ញុំនឹងសម្រាប់ដល់ទីបញ្ចប់ហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេចឹងមកពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like subscribe ម្នាក់មួយផងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ